ស្ថានភាពសង្គ្រាមផ្លាស់ប្ដូរយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនតាមសេចក្តីរាយការណ៍បានកំណត់គោលដៅទៅលើទីតាំងហេដ្ឋារចនាសម្ព័ន្ធប្រេងនៅតំបន់ Siberia ដែលមានចម្ងាយជាង 2000 គីឡូម៉ែត្រពីតំបន់ជួរមុខស្វាគមន៍ប្រិយមិត្តបងប្អូនអរគ្នាសម្រាប់ការតាមដាននៅព្រឹត្តិការណ៍ព័ត៌មានថ្មីៗនៅថ្ងៃនេះថ្ងៃទី 7 ខែតុលាសម្រាប់វីដេអូថ្ងៃត្រង់ចេញពី Channel របស់ខ្ញុំបាទដែលនេះគឺយើងនឹងរាយការណ៍អំពីការវាយប្រហាររបស់អ៊ុយក្រែនទៅលើទីតាំងនៃតំបន់ស្ថានីយ៍ប្រេងរបស់រុស្ស៊ីនៅក្នុងចម្ងាយឆ្ងាយជាង 2000 គីឡូម៉ែត្រដើម្បីកុំឲ្យខាតពេលវេលាយូរក៏សូមប្រិយមិត្តបងប្អូនអរគ្នាមកតាមដានជាមួយនឹងខ្លឹមសារទាំងស្រុងជាមួយនឹងខ្ញុំបាទដូចទៅមន្ត្រីនៅក្នុងតំបន់បានរាយការណ៍ថាយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនតាមសេចក្តីរាយការណ៍បានវាយប្រហារទៅលើទីក្រុង Tyumen នៅក្នុងតំបន់ Siberia របស់រុស្ស៊ីនៅយប់ថ្ងៃទី 6 ខែតុលាមន្ត្រីមកពីតំបន់ Tyumen Oblast របស់រុស្ស៊ីបានអះអាងនៅលើបណ្ដាញ Telegram ថាយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន 3 គ្រឿងត្រូវបានបាញ់ទម្លាក់ពីលើតំបន់ទីតាំងឧស្សាហកម្មក្នុងទីក្រុងដោយបន្ថែមថាមិនមានការស្លាប់និងរបួសឬការផ្ទុះកាត់ឡើងចំពេលដែលមានការវាយប្រហារនោះទេក្រុមមន្ត្រីបានអះអាងបន្ថែមថាកន្លែងមិនជាក់លាក់កំពុងដំណើរការដោយគ្មានការរំខានបន្ទាប់ពីការវាយប្រហារនេះយោងទៅតាមប្រព័ន្ធផ្សព្វផ្សាយរបស់បណ្ដាញ Telegram Astra បានរាយការណ៍ដោយដកស្រង់ប្រភពពីអ្នកស្រុកថាគោលដៅដែលបានគ្រោងទុកអាចជារោងចក្រចម្រាញ់ប្រេង Antipinski ដែលមានទីតាំងស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងអ្នកស្រុកបានរាយការណ៍ថាបានលឺនូវសំឡេងផ្ទុះព្រមទាំងរថយន្តពលិតអគ្គិភ័យជាច្រើនគ្រឿងបានចេញដំណើរនៅចន្លោះម៉ោង 8 យប់ដល់ម៉ោង 9 យប់ម៉ោងនៅក្នុងតំបន់ប្រតិកម្មទៅនឹងការវាយប្រហារនេះក្រសួងស្ថានភាពសង្គ្រោះបន្ទាន់របស់រុស្ស៊ីបាននិយាយថាมันមានភ្លើងកាត់ឡើងនៅរោងចក្រចម្រាញ់ប្រេងនោះទេអ្វីបើវាទំនងជាយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនត្រូវបានប្រើប្រាស់ក៏ដោយក៏យោធាអ៊ុយក្រែនមិនទាន់បានធ្វើការអធិប្បាយទៅលើការវាយប្រហារនេះផងដែរយ៉ាងណាមិញក៏បញ្ជាក់ឲ្យដឹងផងដែរថាអ៊ុយក្រែនតែងតែបើកការវាយប្រហារទៅលើគោលដៅយោធាចូលទៅក្នុងទីជ្រៅក្នុងទឹកដីរុស្ស៊ីសម្រាប់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយអំណាចប្រយុទ្ធរបស់ទីក្រុងមូស្គូទីក្រុងគៀវក៏បានបង្កើននូវប្រេកងរបស់ខ្លួនផងដែរសម្រាប់ការវាយប្រហារទៅលើទីតាំងរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីក្នុងរយៈពេលប្រមាណខែថ្មីនេះខណៈដែលពួកគេព្យាយាមរំខានទៅដល់កម្លាំងសេដ្ឋកិច្ចដែលជំរុញទៅដល់ប្រេងឥន្ធនៈរបស់រុស្ស៊ីក្នុងការទ្រទ្រង់ដល់សង្គ្រាមនេះគូបញ្ជាក់ឲ្យដឹងផ្នែកថាតំបន់ Tyumen ដែលមានចម្ងាយប្រមាណជាង 2060 គីឡូម៉ែត្រពីមុនបានបម្រើជាគោលដៅនៃការវាយប្រហាររបស់អ៊ុយក្រែនប្រភពមួយនៅក្នុងទីភ្នាក់ងារស៊ើបការសម្ងាត់យោធាអ៊ុយក្រែន HO បានប្រាប់មកកាន់ Q Independent ថាកាលពីថ្ងៃទី 11 ខែកក្កដាកន្លងទៅទីភ្នាក់ងារនេះនៅពីក្រោយប្រតិបត្តិការដែលបណ្ដាលឲ្យមានការផ្ទុះនៅលើបំពង់បង្ហូរឧស្ម័នដ៏ធំមួយនៅក្នុងតំបន់ Tyumen នេះចំណែកបើយោងទៅតាមប្រភពពីកាសែត Financial Times រោងចក្រចម្រាញ់ប្រេងចំនួន 16 ក្នុងចំណោមរោងចក្រចម្រាញ់ប្រេងចំនួន 38 របស់រុស្ស៊ីបានរងនឹងការវាយប្រហារចាប់តាំងពីខែសីហាឆ្នាំ 2025 ដោយបង្ខំឲ្យការនាំចេញប្រេងម៉ាស៊ូតរបស់រុស្ស៊ីធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ 2020 ពេញមួយយប់ថ្ងៃទី 6 ខែតុលាយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបានវាយប្រហារទៅលើស្ថានីយ៍ដ៏ធំបំផុតនៅតំបន់គ្រីមៀដែលកាន់កាប់ដែលបានបុកទៅនឹងស្ថានីយ៍ប្រេង Feodosiaកតកម្មបាននឹងកំពុងកាត់ឡើងនៅពេលដែលមានការខ្វះខាតប្រេងដែលបានបន្តកាន់តែអាក្រក់ឡើងនៅទូទាំងប្រទេសរុស្ស៊ីហើយកាលពីចុងខែមុនអាជ្ញាធររុស្ស៊ីបានណែនាំសម្រាប់វិធានការថ្មីក្នុងការប៉ុនប៉ងដើម្បីធ្វើឲ្យមានស្ថិរភាពសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងស្រុករួមទាំងការបន្តការហាមឃាត់ការនាំចេញប្រេងសាំងក៏ដូចជាដែនកំណត់ថ្មីទៅលើការនាំចេញប្រេងម៉ាស៊ូតប្រេងសមុទ្រនិងប្រេងសាំងយ៉ាងណាមិញប្រិយមិត្តបងប្អូនអរគ្នាពាក់ព័ន្ធជាមួយនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែននេះផងដែរយោងទៅតាមរបាយការណ៍របស់សារព័ត៌មាន Reuters បានបង្ហាញអំពីរោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតមួយរបស់រុស្ស៊ីបានបញ្ឈប់នូវអង្គភាពផលិតច្រើនបំផុតបន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែននេះរោងចក្រចម្រាញ់ប្រេងមួយនៅក្នុងទីក្រុង Girishi នៃតំបន់ Leningrad របស់ប្រទេសរុស្ស៊ីដែលបានបញ្ឈប់នូវអង្គភាពកែច្នៃប្រេងឆៅដ៏សំខាន់មួយរបស់ខ្លួនដែលមានឈ្មោះថា CDU6 បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែននាពេលថ្មីនេះបើយោងទៅតាមប្រភពពីសារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃទី 6 ខែតុលាដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះចំនួន 2អង្គភាព CDU6 មានសមត្ថភាពផលិតរ៉ឺទៅប្រមាណ 16,000 បារ៉ែលនៅក្នុងមួយថ្ងៃដែលវាប្រហែលទៅនឹងប្រមាណ 40% នៃទិន្នផលសរុបនៃរោងចក្រចម្រាញ់ប្រេងនេះបើយោងទៅតាម Reuters ថាការជួសជុលអាចនឹងចំណាយពេលប្រហែល1ខែ
យោធាអ៊ុយក្រែនបានបញ្ជាក់ថាខ្លួនបានវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេង GDC ដែលជារោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតមួយនៅក្នុងប្រទេសរុស្ស៊ីពេញមួយយប់ថ្ងៃទី4ខែតុលាកន្លងទៅដែលបានបង្កឲ្យមានភ្លើងឆាបឆេះយ៉ាងខ្លាំងរោងចក្រនេះដែលមានទីតាំងចម្ងាយប្រហែលជាង800គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែនត្រូវបានបើកដំណើរការក្នុងឆ្នាំ2017ហើយមានចំនួនប្រមាណ 6.6% នៃបរិមាណចម្រាញ់ប្រេងសរុបរបស់រុស្ស៊ីយ៉ាងណាមិញរោងចក្រចម្រាញ់ប្រេងនេះត្រូវបានគេរាយការណ៍ថាបានចាប់ផ្ដើមឡើងវិញនៅអង្គភាពប្រេងឆៅមួយផ្សេងទៀតដែលត្រូវបានខូចខាតនៅក្នុងការវាយប្រហារដោយជនហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនកាលពីពាក់កណ្ដាលខែកញ្ញាខណៈពេលដែលការជួសជុលកំពុងដំណើរការរោងចក្រនេះត្រូវបានគេរំពឹងថានឹងដំណើរការនៅក្នុងសមត្ថភាព 70% ដោយជំរុញអង្គភាពផ្សេងទៀតលើសពីដែនកំណត់ធម្មតារបស់ពួកគេរោងចក្រចម្រាញ់ប្រេងនៅតំបន់ Leningrad ត្រូវបានកំណត់គោលដៅយ៉ាងហោចណាស់ចំនួន3ដងពលគឺនៅក្នុងខែកញ្ញានិងខែមីនាក្នុងឆ្នាំ2025នេះនិងម្ដងនៅក្នុងខែមីនាឆ្នាំ2024កន្លងមកយោធាអ៊ុយក្រែនក៏បានអះអាងអំពីការទទួលខុសត្រូវសម្រាប់ការវាយប្រហារនៅក្នុងប្រតិបត្តិការពីរលើកនាខែកញ្ញានិងខែមីនាឆ្នាំ2025នេះផងដែរយ៉ាងណាមិញនៅយប់ថ្ងៃទី6ខែតុលាកន្លងទៅយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនក៏បានវាយប្រហារទៅលើតំបន់គ្រីមៀនៅក្នុងការវាយប្រហារទៅលើស្ថានីយ៍ប្រេង Feodosia ហើយកងកម្លាំងអ៊ុយក្រែនក៏បានបង្កើនការវាយប្រហារទៅលើទីតាំងឧស្សាហកម្មប្រេងរបស់រុស្ស៊ីនិងផ្នែកផ្សេងៗទៀតនៃបរិវេណឧស្សាហកម្មយោធារបស់ខ្លួនកាលពីឆ្នាំមុនដោយរំខានទៅដល់ប្រតិបត្តិការនិងការធ្វើឲ្យកង្វះខាតនៅប្រេងឥន្ធនៈកាន់តែមានភាពធ្ងន់ធ្ងរនៅទូទាំងប្រទេសរុស្ស៊ីទីក្រុងគៀវបានចាត់ទុករោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីថាជាគោលដៅយោធាស្របច្បាប់ដែលពួកគេបានផ្ដល់មូលនិធិនិងជំរុញទៅដល់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់ទីក្រុងម៉ូស្គូមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនបានធ្វើដំណើរទស្សនកិច្ចពិនិត្យមើលនាវាពិឃាតដែលបង្កើតឡើងដើម្បីជាការឆ្លើយតបទៅនឹងការបង្កហេតុណាមួយយោងទៅតាមប្រព័ន្ធផ្សព្វផ្សាយដែលបានរាយការណ៍នៅថ្ងៃច័ន្ទថាមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនបានទៅទស្សនានាវាចម្បាំងមួយរបស់ប្រទេសនេះដោយនិយាយថានាវាពិឃាតដែលមានទម្ងន់ 5000 តោនគួរតែដាក់ទណ្ឌកម្មចំពោះការបង្កហេតុរបស់សត្រូវយ៉ាងណាមិញនាវាដែលមានឈ្មោះថា Cho Hyun គឺជានាវាពិឃាតមួយក្នុងចំណោមនាវាពិឃាតដែលមានទម្ងន់ 5000 តោនពីរនៅក្នុងឃ្លាំងអាវុធរបស់កូរ៉េខាងជើងដែលទាំងពីរនេះបានបាញ់បង្ហោះនៅឆ្នាំនេះខណៈដែលលោកគីមចុងអ៊ុនបានព្យាយាមបង្កើនសមត្ថភាពនៃកងទ័ពជើងទឹករបស់ប្រទេសយោងទៅតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានឲ្យដឹងថានាវាចម្បាំងគឺជាការបង្ហាញយ៉ាងច្បាស់នៃការអភិវឌ្ឍកងកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងជើងលោកបានបន្ថែមថាសមត្ថភាពដ៏អស្ចារ្យនៃកងទ័ពជើងទឹករបស់យើងគួរតែត្រូវបានអនុវត្តនៅក្នុងមហាសមុទ្រដ៏ធំសម្បើមដើម្បីទប់ស្កាត់ឬប្រឆាំងទៅនឹងការដាក់ទណ្ឌកម្មការញុះញង់របស់សត្រូវចំពោះអធិបតេយ្យភាពរបស់រដ្ឋលោកគីមចុងអ៊ុនបានបដិញ្ញាថានឹងសាងសង់នាវាពិឃាតទី3នៃប្រភេទស្រដៀងគ្នានេះនៅខែតុលាឆ្នាំក្រោយយ៉ាងណាមិញយោធាកូរ៉េខាងត្បូងបាននិយាយថានាវា Cho Hyun អាចនឹងត្រូវបានបង្កើតឡើងដែលជាជំនួយពីរុស្ស៊ីដែលអាចជាថ្នូរទៅនឹងការពង្រាយកងទ័ពកូរ៉េខាងជើងរាប់ពាន់នាក់ដើម្បីគ្រប់គ្រងទៅដល់សង្គ្រាមរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែនរូបថតរបស់កាសែត KCNA បានបង្ហាញថាលោកគីមចុងអ៊ុនហាក់ដូចជាមើលការខុសត្រូវបន្ទប់បញ្ជាមួយនៅក្នុងកប៉ាល់ជាមួយនឹង monitor ដែលបានបង្ហាញអំពីមហាសមុទ្រនៅជុំវិញឧបទ្វីបកូរ៉េរូបថតមួយសន្លឹកបានបង្ហាញថាមេដឹកនាំរូបនេះបានចង្អុលទៅផែនទីមិនច្បាស់ពីមុខរបស់មេទ័ពដំណើរទស្សនកិច្ចរបស់លោកគីមចុងអ៊ុនបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកបានប្រកាសអំពីការដាក់ពង្រាយទ្រព្យសម្បត្តិពិសេសទៅកាន់គោលដៅសំខាន់ដើម្បីឆ្លើយតបទៅនឹងអ្វីដែលលោកហៅថាជាការកសាងអាវុធរបស់អាមេរិកនៅក្នុងប្រទេសកូរ៉េខាងត្បូងដោយមិនផ្ដល់ព័ត៌មានលម្អិតបន្ថែមលោកបាននិយាយកាលពីថ្ងៃសៅរ៍ថាសត្រូវរបស់ទីក្រុងភ្ជុងយ៉ាងនឹងត្រូវព្រួយបារម្ភអំពីទិសដៅណាមួយដែលបរិយាយអំពីសន្តិសុខរបស់ពួកគេកំពុងតែឈានទៅសហរដ្ឋអាមេរិកបានដាក់ពង្រាយទាហានប្រហែល 28,500 នាក់នៅភាគខាងត្បូងដើម្បីការពារនៃការគំរាមកំហែងផ្នែកយោធាពីកូរ៉េខាងជើងដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរហើយកាលពីខែមុនបានធ្វើនូវសម្ពយុទ្ធយោធារួមគ្នាជាមួយនឹងសម្ព័ន្ធមិត្តសន្តិសុខរបស់ខ្លួនគឺកូរ៉េខាងត្បូងនិងជប៉ុនគូបញ្ជាក់ឲ្យដឹងផ្នែកថាទីក្រុងភ្ជុងយ៉ាងតែងតែបរិហារនៃសម្ពយុទ្ធបែបនេះថាជាការហាត់សមសម្រាប់ការឈ្លានពានខណៈដែលសម្ព័ន្ធមិត្តទទូចថានេះគឺជាការការពារខ្លួនរបស់ពួកគេតែប៉ុណ្ណោះ